កូនជាទីស្រឡាញ់ជីវិតអ្នកណាដែលថាមិនជួបបញ្ហាគឺមិនមានគ្រប់ជីវិតតែងតែមានបញ្ហាជាធម្មតាការស្រឡាញ់ការស្អប់គប់ចិត្តទាស់ចិត្តសុខនិងទុក្ខសុទ្ធតែមាននៅក្នុងជីវិតនេះទាំងអស់កូនតែងគិតថាកូនទុក្ខណាស់លំបាកណាស់តែមានមនុស្សជាច្រើនមានសេចក្តីទុក្ខលំបាកខ្លាំងជាងកូនទៅទៀតមិនមែនមានទុក្ខតែកូនម្នាក់ឯងឯណារៀនទទួលស្គាល់ការពិតជីវិតកូននឹងបានល្អប្រសើរខ្លះកុំរវល់តែដេកកើតទុក្ខងើបឡើងមកណាកូនយើងធ្វើដំណើរតទៅមុខទៀតកុំព្រោះតែសេចក្តីទុក្ខបន្តិចបន្តួចធ្វើឲ្យកូនឈប់ដើរនោះតើពេលណាទើបកូនដល់គោលដៅពេលណាទើបកូនបានសុខធំហើយត្រូវរឹងមាំឡើងកុំអាងយំអាងទឹកភ្នែកអាងដេក